របៀបចូលមកបំពេញរបាយការណ៍លទ្ធផលតេស្តថ្នាក់ទី3ចូលទៅក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មអញ្ចឹងចូលមកក្នុងកន្លែងនេះតាម link របស់ថ្នាក់ក្រសួងដាក់ឲ្យអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវជ្រើសរើសយកពាក្យថាបើកមកចេញបែបនេះតែយើងត្រូវជ្រើសរើសពាក្យថាសាលារៀនបាទអញ្ចឹងយើងចុចលើពាក្យថាសាលារៀនឬក៏អ្នកគ្រប់គ្រងណាបាទពេលលោកគ្រូអ្នកគ្រូចុចមកហើយបំពេញលេខអ្នកឈ្មោះអ្នកប្រើប្រាស់លេខកូដអីដែលតាមក្រសួងបានណែនាំផ្ដល់ឲ្យយើងរួចហើយពេលកាលណាយើងចុចហើយយើងចូលបាទបន្ទាប់ពីចូលមកគេប្រាប់ពីការណែនាំប្រាប់យើងថាទី1ត្រូវចូលទៅកន្លែងណាបាទណាបើកកន្លែងណាទី2បើកកន្លែងណាទី3កុំភ្លេចចុច copy លេខកូដនៅក្នុងកន្លែងនេះផងយើង copy នៅលេខកូដដែលគាត់បើកឲ្យហ្នឹងអញ្ចឹងចុចអានោះទៅបាទពេលដែលចុចចូលហើយវាអូតូទៅកន្លែងTelegram អញ្ចឹងយើងពេលដែលអូតូទៅកន្លែង Telegram យើងកុំភ្លេចអានសេចក្តីណែនាំនៅលើ Telegram ផងបាទអញ្ចឹងអានសេចក្តីណែនាំរួចហើយយើងមកចូលតាមការណែនាំតាម Telegram បន្ទាប់ពីយើងចូលបានហើយលោកគ្រូអ្នកគ្រូត្រូវមើលអំពីលក្ខខណ្ឌដែលគេឲ្យ confirm គឺយើងត្រូវផាសលេខកូដរបស់យើងចូលទៅយើង confirm ចូលទៅណាចុចលេខកូដទៅបាទដាក់តាម Telegram ដើម្បីយើង confirm ចូលទៅណានេះយើងផាសលេខកូដចូលទៅហើយឲ្យ confirm តាម Telegram ហ្នឹងបាទណាអញ្ចឹងចុចបញ្ជូនទៅបាទនឹងជាការស្រេចបាទយើងបានចូលមកផ្ទាំងនឹងទាំងអស់គ្នាជាការស្រេចបាទតោះចូលទៅបំពេញរបាយការណ៍សមិទ្ធកម្មដោយបំពេញលទ្ធផលថ្នាក់ទី3ហើយចូលទៅបំពេញរបាយការណ៍កិច្ចព្រមព្រៀងសមិទ្ធកម្មដោយដាក់លទ្ធផលថ្នាក់ទី3ចូលអញ្ចឹងយើងចូលតាម link នេះមក link ដែលថ្នាក់លើបានទម្លាក់ឲ្យហ្នឹងវាហើយយើងចូលមកលោកគ្រូអ្នកគ្រូបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូមើលនៅក្នុងកន្លែងនេះគឺយើងត្រូវចូលមកសាលារៀនថ្នាក់សាលារៀនរបស់យើងចុចចូលប្រើមកលោកគ្រូអ្នកគ្រូត្រូវបាទចុចចូលមកតែបើសិនជាមុននឹងចូលបើចូលមិនទាន់បានទេលោកគ្រូអ្នកគ្រូត្រូវតែចូលតាម Telegram សិនឥឡូវដោយសារខ្ញុំធ្លាប់ចូលហើយអញ្ចឹងខ្ញុំចូលមកតែម្ដងបាទនេះអញ្ចឹងចូលបានជោគជ័យហើយចាំខ្ញុំដាក់វីដេអូមួយតាក់ទងនឹងរបៀបចូលដំបូងដែលតាម Telegram អញ្ចឹងឥឡូវនេះយើងចូលមកបំពេញលទ្ធផលថ្នាក់ទី3នៅក្នុងកន្លែងនេះលទ្ធផលថ្នាក់ទី3យើងត្រូវបំពេញនេះគឺមានន័យថាយើងបំពេញកន្លែងសូចនាករហើយសូចនាករយើងត្រូវបំពេញគឺសូចនាករទី6និងទី7ឥឡូវយើងឃើញសូចនាករហើយនេះសូចនាករបាទវឌ្ឍនភាពរបាយការណ៍បាទរាយការណ៍វឌ្ឍនភាពលើសូចនាករភាពជាដៃគូចំនួន7ហើយសម្រាប់ឆ្នាំសិក្សា2026ហើយយើងចូលមកយើងត្រូវមើលសូចនាករទី1សូចនាករទី2សូចនាករទី3សូចនាករទី4សូចនាករទី5សូចនាករទី6អញ្ចឹងចុចយើងចូលមកសូចនាករទី6តែម្ដងមកបាទនេះសូចនាករទី6គេសួរថាម៉េចបាទអញ្ចឹងយើងមើលខាងលើនេះគេសួរថាម៉េចបាទភាគរយសិស្សដែលនៅក្រោមមូលដ្ឋានលើមុខវិជ្ជាភាសាខ្មែរនិងគណិតវិទ្យាថ្នាក់ទី3ថយចុះ 6% អញ្ចឹងអានេះយើងមកមើលបន្តទៀតចំពោះការបំពេញនេះលទ្ធផលណានេះអ្វីដែលយើងត្រូវបំពេញនេះលទ្ធផលភាសាខ្មែរតេស្តថ្នាក់ទី3ហើយសួរថាតើអញ្ចឹងយើងទៅបើកមើលមិនបានដឹងថាលទ្ធផលនៅថ្នាក់ទី3យើងត្រូវយកមកបំពេញយើងចូលទៅក្នុងប្រព័ន្ធរបស់លោកគ្រូអ្នកគ្រូថ្នាក់ទី3ទៅបាទអញ្ចឹងតោះចូលទៅទាំងអស់គ្នាបាទចូលក្នុងប្រព័ន្ធមកបាទអត់មានអីពិបាកទេបាទចូលក្នុងប្រព័ន្ធមកសំទោសបាទចូលក្នុងប្រព័ន្ធនេះប្រព័ន្ធថ្នាលបឋមមកបាទយើងចូលទៅគណនីរបស់គ្រូទៅថ្នាក់ទី3ទៅបាទចូលទៅគណនីរបស់គ្រូថ្នាក់ទី3ទៅបាទ
ពេលដែលយើងចូលបានអញ្ចឹងហើយយើងចង់មើលលទ្ធផលដែលសិស្សដែលគាត់ប្រឡងហ្នឹងយើងចុចមើលរបាយការណ៍មកអានេះយើងចូលរបស់គ្រូណាតែយើងចូលរបស់យើងក៏អាចចូលបានដែរណាចូលរបស់នាយកអាចចូលបានដែរចូលរបស់អ្នកកាន់បន្ទុក ICT សាលាក៏អាចចូលបានដែរណាបាទអញ្ចឹងយើងចូលមករបាយការណ៍ប្រឡងថ្នាក់រៀនបាទឃើញទេអញ្ចឹងយើងមកមើលទាំងអស់គ្នាមើលយើងយកភាសានេះមុខវិជ្ជាភាសាខ្មែរប្រឡងណាដែលគាត់ប្រឡងសមិទ្ធកម្មរួចហើយណាបាទអញ្ចឹងយើងមើលភាសាខ្មែរទាំងអស់គ្នាបាទយើងរកមើលនីតិ A មានទេបាទលទ្ធផលនីតិ A អត់មានទេបាទអត់មានទេណាអត់មានទេបន្តមកទៀតយើងមកមើលរបាយការណ៍សមិទ្ធកម្មយើងបន្តទៀតមកបាទ A0 ណា A0 បាទអញ្ចឹងយើងមើល B ម្ដង B មានប្រមាណបាទមើល B 1បាទ21មើលផងណាសិតអាស្រ័យណា1 2បាទណា2ហើយបាទ2ប៉ុណ្ណឹងបាទអញ្ចឹងខ្ញុំមកបំពេញមក2 B មាន2ប្រុស0បាទស្រីទៀតណាបាទអូខេយើងទៅមើលទៀតមកបាទណាមើលទៀតមកមើល C ម្ដងបាទ B រួច C ហើយណាបាទឥឡូវមើលមក1ស្រីណាបាទ2 3 4 5 6ស្រី2ហើយណា7ស្រី3 9ស្រី4 9មាន9នាក់អញ្ចឹងយកមកបំពេញមកស្រីនេះ9នាក់សំប្រហែលស្រីមើលសាដើមកែលោកខុសមើលសាដើមសិនបាទណាមើលសាដើម1ណា2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
5 6 7 8 មិន9ទេណា8ស្រ័យប៉ុន្មាន1 2 3ស្រ័យ3ហើយ4ស្រ័យ4ឥឡូវស្មើគ្នាហើយបាទប្រុស4ស្រ័យ4នេះឥឡូវយើងមើលលើនិទេស D មើលលើនិទេស D មើលលើនិទេស D ទាំងអស់គ្នាមកបាទរាប់ទៅ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
4 និទេស D បាន4ឥឡូវមើលសិនមើលបញ្ជាក់ថាស្រីប្រមាណ D នឹងស្រី1ប៉ុណ្ណឹងឯងបាទអញ្ចឹងបំពេញមកស្រី1ប្រុស3បាន4និទេស E ណាមើលនិទេស E 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ឥឡូវ10ស្រេចប៉ុន្មាន1 2 3 4 5ស្រី5 10ស្រី5យើងយកបំពេញមកប្រុស5បាទ
ចឹងយើងបូកសរុបមកសល់ខានដឹងនីតិ F ហើយបាទនីតិ F ក្រៅពីហ្នឹងគឺនីតិ F ហើយបាទណាបាទអញ្ចឹងអានេះគឺជាភាពងាយស្រួលមួយសម្រាប់យើងបាទដូច្នេះនៅក្នុងការបំពេញនេះគឺអានេះគឺគណិតវិទ្យាអានេះគឺភាសាខ្មែរណាអញ្ចឹងចំពោះគណិតវិទ្យាគឺត្រូវការបំពេញដូចគ្នានេះគណិតវិទ្យាយើងមើលដូចគ្នាពីលំនាំនៃការបំពេញភាសាខ្មែរដូចគ្នាដែរអញ្ចឹងអឺពេលដែលយើងមើលថាសិស្សសរុបគឺមាន33នាក់ហើយនីតិ F ហ្នឹងគឺធ្លាក់ហ្នឹងគឺ9នាក់ទៅហើយបាទណាអញ្ចឹងយើងសាកគណនាមើលទៅចុចគណនាទៅណាចុចគណនាទៅបាទនេះវាចូលដល់ប្រមាណនេះមានន័យថាភាគរយគឺ 27.27% អាហ្នឹងគឺកន្លែងហ្នឹងបើសិនតែយើងអត់ទាន់មានឯកសារតម្កល់ទុកទេយើងចុចរក្សាទុកសេចក្តីព្រៀងសិនទៅបាទកុំទាន់បញ្ជូនបាទរក្សាទុកសេចក្តីព្រៀងសិនព្រោះយើងត្រូវមានឯកសារមួយបញ្ជាក់ទៀតណានេះបាទតម្កល់ឯកសារផុសតាងគឺមានន័យថាយើងមានកំណត់ហេតុនៅក្នុងការប្រឡងយើងមានឯកសារជា PDF យើង save ជា PDF ទៅយើងupload ចូលទៅឯកសារគ្រប់ត្រូលហ្នឹងតាក់ទងជាមួយនឹងកំណត់ហេតុរបាយការណ៍នៅក្នុងពេលដែលយើងប្រឡងបាទអញ្ចឹងចំពោះសូចនាករទី7អានេះគឺសូចនាករទី6ណាសូចនាករទី7យើងមើលទៀតមកចុចលើសូចនាករទី7មកនេះសូចនាករទី7ហ្នឹងគេមើលណាគេមើលនេះរបាយការណ៍លទ្ធផលជាក់ស្ដែងបាទមើលនេះមើលមិញសិនបាទសូចនាករទី6មើលសូចនាករទី6សិនបាទអញ្ចឹងសូចនាករទី6នេះគឺគេប្រាប់រូបមន្តស្រេចណាមិញលទ្ធផលជាក់ស្ដែងនេះណាបាទសូចនាករទី6ឥឡូវយើងមើលសូចនាករទី7បាទសូចនាករទី7គេដាក់យ៉ាងណាបាទនេះអញ្ចឹងសូចនាករទី7នេះលទ្ធផលរបៀបគណនារបស់គេនេះនិយាយ ABC ភាសាខ្មែរ ABC បូកនឹងគណិត ABC ណែគុណនឹង100អាហ្នឹងគឺជាចំនួនមួយដែលលោកគ្រូអ្នកគ្រូត្រូវបំពេញត្រូវយល់ណាត្រូវយល់បាទថាហេតុអីបានសំខាន់តកតងជាមួយនឹងរបាយការណ៍តេស្តសមិទ្ធកម្មថ្នាក់ទី3អីចឹងណាបាទហេតុអីបានវាសំខាន់គឺគេមានចងរូបមន្តដើម្បីគណនាឲ្យយើងស្រេចហើយឲ្យយើងដឹងលទ្ធផលនឹងធៀបគ្នាជាមួយនឹងដើមឆ្នាំអូខេអញ្ចឹងក្នុងការចូលមកបំពេញនេះវីដេអូមានប៉ុណ្ណេះខ្ញុំនឹងដាក់វីដេអូពីរបៀបដែលចូលដំបូងហើយនឹងបូកនឹងជាមួយនឹងវីដេអូនេះដែរបាទអរគុណច្រើន